សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel អ្នកទានរឿងហើយក្នុងថ្ងៃនេះដែររឿងរ៉ាវរបស់យើងគឺទាក់ទងទៅនឹងរឿងបន្ទប់ខ្មោចនៅហើយរឿងនេះដែរគឺកើតឡើងទៅលើបងប្រុសម្នាក់ដែលគាត់បានជួបនៅនឹងបន្ទប់ស្ថានភាពមួយដែលនៅក្នុងប្រទេសថៃហើយគាត់ប្រាប់ថាគាត់ចាំមិនភ្លេចទេជំហានដំបូងដែលខ្ញុំឈានចូលទៅក្នុងស្ថានភាពវាបានផ្ដល់នៅអារម្មណ៍ម្យ៉ាងរកប្រាប់មិនត្រូវក្នុងខួររបស់ខ្ញុំដូចជាមានជួងគោះពើងអញ្ចឹងហើយសំឡេងដំណក់នៃទឹកស្រក់តក់ក៏កើតឡើងផងដែររឿងរ៉ាវនេះវាបានកើតឡើងមកលើខ្ញុំកាលពីមួយឆ្នាំមុនគឺពេលដែលខ្ញុំស្នាក់នៅបន្ទប់ស្ថានភាពមួយកន្លែងនៅក្រៅប្រទេសវាក៏បានធ្វើឲ្យខ្ញុំគិតថាការស្នាក់នៅកន្លែងផ្សេងក្រៅពីផ្ទះគឺវាពិតជាឲ្យគ្រោះថ្នាក់បំផុតព្រោះយើងមិនដឹងថាកន្លែងដែលយើងត្រូវទៅនោះកាលពីមុនធ្លាប់ជួបរឿងរ៉ាវអ្វីខ្លះមានប្រវត្តិបែបណាខ្លះក៏យើងមិនដឹងដែរជាពិសេសគឺបន្ទប់ជួលឬក៏ផ្ទះជួលនិងស្ថានភាពជាដើមដែលយើងច្រើនតែកើតនៅរឿងឃាតកម្មឬសម្លាប់ខ្លួនជាញឹកញាប់តែគ្រាន់តែជាពលរដ្ឋភាគច្រើនបានលាក់បាំងកុំឲ្យលេចធ្លាយចេញមកក្រៅក្រែងខ្លាចគ្មានភ្ញៀវមកស្នាក់នៅបន្តទៀតរឿងនេះខ្ញុំបានជួបវាគឺសាហាវបំផុតរហូតដល់ពេលខ្លះខ្ញុំនឹកព្រឺសម្បុរមកយ៉ាងរអាពេលដែលខ្ញុំនឹករំលឹកដល់រឿងរំភើបនោះមួយឆ្នាំកន្លងទៅនៅថ្ងៃទី10ខែមករាឆ្នាំ2020ពោលគឺមួយឆ្នាំមុនខ្ញុំបានធ្វើដំណើរទៅចូលរួមកម្មវិធីប្រជុំរបស់ក្រុមហ៊ុនដែលខ្ញុំបម្រើការនៅឯប្រទេសថៃដោយសារតែប្រធានរបស់ខ្ញុំជួបរវល់កិច្ចការដកឃ្លាមិនរួចទៅគាត់ក៏បានចាប់ចែងឲ្យខ្ញុំទៅបំពេញធុរៈជំនួសគាត់ទៅខ្ញុំនិយាយថាខ្ញុំជាមនុស្សដែលមិនសូវដើរឆ្ងាយសូម្បីតែក្នុងប្រទេសក៏ខ្ញុំមិនដើរដែរព្រោះខ្ញុំជាមនុស្សដែលមានញៀនខុសពីគេធម្មតាជាពិសេសខ្ញុំដើរទៅគេនៅផ្ទះនរណាក៏មិនក៏ខុសពីផ្ទះខ្លួនឯងដែរគឺតែងតែជួបរឿងហេតុការណ៍ចម្លែកតែវាជាកាតព្វកិច្ចដែលចាំបាច់ខ្ញុំមិនអាចយករឿងផ្ទាល់ខ្លួនមកបូកឡំជាមួយនឹងការងារបានឡើយដូច្នេះទើបខ្ញុំសម្រេចចិត្តទាំងមុំមូនទៅប្រជុំក្រៅប្រទេសជំនួបប្រធានខ្ញុំតែម្ដងទៅពេលទៅដល់ប្រទេសថៃបន្ទាប់ពីជួបអ្នកចាំទទួលនៅអេប្រិលយន្តហើយខ្ញុំក៏ត្រូវបានអ្នកនាំផ្លូវនឹងខ្ញុំទៅកាន់ស្ថានភាពធំមួយនៅក្នុងទីក្រុងបាងកកដែលជាកន្លែងសម្រាប់ខ្ញុំស្នាក់នៅអស់រយៈពេល2យប់អឡំពេលធ្វើកិច្ចការប្រជុំក្នុងប្រទេសនោះពេលមកដល់ជនជាតិថៃដែលតំណាងក្រុមហ៊ុនធំនៅប្រទេសថៃបាននិយាយជាភាសាអង់គ្លេសមកប្រាប់ខ្ញុំថាខ្ញុំត្រូវស្នាក់នៅជាមួយជនជាតិហ្វីលីពីនម្នាក់ប៉ុន្តែតើតែម៉ោង1ទៀតទើបបានមកដល់អញ្ចឹងហើយគាត់សូមឲ្យខ្ញុំនៅចាំនៅក្នុងបន្ទប់សិននិយាយសន្ទនាចប់ខ្ញុំក៏បិទទ្វារបន្ទប់ដោយអូសវេលីយកទៅដាក់លើពូកដើម្បីបើកយកខោអាវមកដាក់ក្នុងទូសម្រាប់ស្រួលស្លៀកពាក់អឡំពេលដែលខ្ញុំអង្គុយបត់ជើងនៅលើពូកជាមួយនឹងដៃដែលកំពុងរៀបចំខោអាវយ៉ាងយកចិត្តទុកដាក់នោះខ្ញុំស្រាប់តែឮសំឡេងគ្រឹកក្រាក់ខ្ញុំក៏ព្រឺសម្បល់ខ្ញាក់ជាមួយនឹងអារម្មណ៍ត្រជាក់ឆ្អឹងខ្នងមកយ៉ាងស្រាវខ្លួនកាលបើខ្ញុំស្រាប់តែឮសំឡេងកលឹះចាក់ទ្វារនៅខាងក្រៅដោយដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងថាខ្ញុំជាមនុស្សម្នាក់គឺមានញៀនដឹងមុនព្រោះតាំងពីខ្ញុំឈានជើងចូលមកបន្ទប់នេះហើយខ្ញុំព្រឺក្បាលមិនឈប់ទេមិនមែនខ្ញុំផ្លែកកន្លែងអីនោះទេតែខ្ញុំហាក់មានអារម្មណ៍ប្លែកឲ្យដឹងតាមវិញ្ញាណថាខ្ញុំមិនបាននៅក្នុងបន្ទប់នេះតែម្នាក់ឯងទេគឺដូចជាមាននរណាម្នាក់មកមើលខ្ញុំរហូតអញ្ចឹងបាត់សំឡេងស្ងាត់វិញខ្ញុំក៏ព្យាយាមមិនគិតច្រើនដែរព្រោះមើលទៅប្រហែលជាខ្ញុំស្ដាប់ច្រឡំហើយបន្តិចមកបន្ទាប់មកពីរើបខោអាវរួចខ្ញុំក៏សងំគេមួយសន្ទុះព្រោះតាំងពីព្រឹកមកខ្ញុំចាយកម្លាំងមិនណយទេគ្រាន់តែបិទភ្នែកដាក់ក្បាលដល់ខ្នើយភ្លាមខ្ញុំក៏លក់ដូចគេសណ្ដំអញ្ចឹងក្រកក្រាក់ខ្ញុំក៏ស្ទុះបើកភ្នែកមកភ្លាមតែបើខ្ញុំបានលើសំឡេងចាក់កលឹះទ្វារជាលើកទី2ខ្ញុំមិនបានយកច្រឡំទៀតឡើយដោយមិនគិតច្រើនខ្ញុំក៏ដើរតិចចេញពីបន្ទប់ទៅរកទ្វារបន្ទប់ដំបូងខ្ញុំគិតថាប្រហែលជាអ្នកតំណាងជនជាតិហ្វីលីពីនដែលត្រូវស្នាក់នៅជាមួយខ្ញុំហើយប៉ុន្តែខ្ញុំស្រាប់តែលេបទឹកមាត់កាលបើខ្ញុំឃើញថាក្នុងបន្ទប់នេះមិនមានវីតាមីនរបស់អ្នកណាចូលមកឡើយមានអស់ចិត្តខ្ញុំក៏អង្គុយចាំមួយសន្ទុះតែគ្មានឃើញស្រមោលនរណាចូលមកដែរខ្ញុំក៏ចង់ចិញ្ចើមឆ្ងល់មកភ្លាមដោយខ្ញុំយល់ច្បាស់ថាមិនច្រឡំស្ដាប់ខុសឡើយសំឡេងចាក់កន្លឹះទ្វារព
នលឺមកទាំងពីរដងតែហេតុអ្វីបានជាមិនមាននរណាម្នាក់ទៅវិញមួយស្របក់ក្រោយមកអន្លុះពេលដែលខ្ញុំកំពុងតែអង្គុយសញ្ជឹងគិតម្នាក់ឯងទាំងមិនយល់នោះសំឡេងគោះទ្វារក៏បន្លឺឡើងមកតក់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 ខ្ញុំក៏ស្ទុះរហ័សមកកន្លឹះទ្វារភ្លាមដោយបង្ហាញឲ្យខ្ញុំឃើញពេញនៅវត្តមានមនុស្សបរិសុទ្ធវ័យប្រហែលជា30ម្នាក់កំពុងតែឈរញញឹមដាក់ខ្ញុំបន្តិចមកគេក៏និយាយជាភាសាអង់គ្លេសមកកាន់ខ្ញុំថាសួស្តីខ្ញុំ Dechal អ្នកតំណាងហ្វីលីពីនជាមិត្តរួមបន្ទប់របស់លោកខ្ញុំក៏ឆ្លើយបាទសួស្តីលោកខ្ញុំបានឈ្មោះភិរុនជាអ្នកតំណាងប្រទេសកម្ពុជាខ្ញុំក៏តបទាំងញញឹមទាំងធូរចិត្តនឹងរឿងចាក់កន្លឹះទ្វារដែលខ្ញុំបានឮក៏បានទុកមួយលេខសិនទៅព្រោះពេលនេះខ្ញុំមានមនុស្សកំដរអារម្មណ៍ចម្លែកក៏លែងមានទៀតដែរមួយម៉ោងក្រោយខ្ញុំក៏សើចសប្បាយកាលបើខ្ញុំនឹងដេឆានិយាយគឺហាក់បីដូចជាត្រូវគ្នាណាស់ទើបធ្វើឲ្យខ្ញុំក៏លែងចងចាំរឿងចម្លែកនេះបន្តទៅក្រោយពីនិយាយគ្នារួចពួកយើងទាំងពីរក៏ដើរចេញពីបន្ទប់ដើម្បីទៅរកសារប្រជុំម៉ោងប្រហែលជា2ម៉ោងក្រោយម៉ោងក៏8ទៅហើយបន្ទាប់ពីប្រជុំចប់ដេឆាក៏គេមិនទាន់ត្រឡប់មកបន្ទប់ជាមួយខ្ញុំដែរដោយគេបានប្រាប់ថាគេចង់ទៅលេងមិត្តភ័ក្តិគេដែលមកធ្វើការនៅប្រទេសថៃនេះសិនយប់បន្តិចទើបគេត្រឡប់មកវិញចំណែកខ្ញុំហត់នឿយអស់កម្លាំងជិះយន្តហោះផងប្រជុំផងខ្ញុំក៏ត្រឡប់មកបន្ទប់វិញម្នាក់ឯងដោយជិះមិនផុតក្រាក់គ្រាន់តែបើកទ្វារឈានជើងចូលបន្ទប់ខ្ញុំក៏ស្រាប់តែមានអារម្មណ៍ព្រឺឆ្អឹងខ្នងព្រឺក្បាលមកមិនឈប់ទៀតហើយខ្ញុំអង្គុយអោបប្រាណព្រោះតែម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់នេះពិតជាត្រជាក់ចម្លែកខុសពីធម្មតាពិតមែនមិនក៏ត្រជាក់យ៉ាងហ្នឹងដល់គិតចោះគិតឡើងខ្ញុំស្រាប់តែចង់សើចជាមួយខ្លួនឯងដែលតែងតែចេះតែនឹកឃើញគិតផ្ដេសផ្ដាសទៅកើតព្រោះការពិតទៅមិនឲ្យត្រជាក់យ៉ាងម៉េចបើនៅក្នុងបន្ទប់ម្នាក់ឯងហ្នឹងព្រោះពេលនៅជាមួយឆាលគេមាន2នាក់ដូចនេះម៉ាស៊ីនត្រជាក់ច្បាស់ជាស្រូបភាពត្រជាក់ចេញខ្លះហើយម៉ោង9ជាងទៅហើយខ្ញុំទៅតែនឹងបង្ហាញកិច្ចការផ្ញើសារតាមអ៊ីមែលទៅឲ្យប្រធានរួចរាល់បន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមស្អិតខ្លួនស្អុយញើខ្លួនឯងទៅខ្ញុំបានចូលទៅបន្ទប់ទឹកដោយសម្អាតខ្លួនរួចសិនទៅចូលមកគេងអឡងពេលងូតទឹកនៅក្នុងបន្ទប់ទឹកយ៉ាងត្រជាក់សុកទៅផ្កាឈូកក៏លេងចេញធ្វើឲ្យខ្ញុំប្រាំងបើកភ្នែកទាំងសាប៊ូហូរពេញមុខតែម្ដងព្រោះតែមិនទាន់បានលាងជ្រាអស់ខ្ញុំក៏រាវដៃស្រវាលូកដៃទៅស្ទាបកង្តាក់ទឹកក្តៅព្រោះខ្ញុំគិតថាប្រហែលខ្លួនឯងប៉ះកង្តាក់បិទដោយមិនដឹងខ្លួនក៏ប៉ុន្តែខ្ញុំនៅតែមើលឃើញព្រាងថាកង្តាក់ទឹកនោះមិនបានបិទឯណាឬមួយក៏មកពីប្រព័ន្ធទឹករអាក់រអួលតក់ខណៈពេលនោះសំឡេងគោះទ្វារក៏បន្លឺឡើងមកជប់គ្នាមិនដាច់សោះនរណាខ្ញុំក៏ស្រែកសួរអ្នកខាងក្រៅបន្ទប់ដែលកំពុងគោះខ្លាំងនោះថាឆៅគឺលោកមែនទេភ្លាមនោះក៏ស្ងាត់ឈឹងគ្មានសំឡេងឆ្លើយពីអ្នកខាងក្រៅឡើយរងចាំអស់រយៈពេលជិត10វិនាទីសំឡេងគោះទ្វារក៏ស្រាប់តែបាត់ទៅហើយបន្ទាប់មកទឹកផ្កាឈូកក៏ត្រឡប់មកជាប្រក់ក្រដីវិញធម្មតាដែរទើបខ្ញុំប្រញាប់ងូតទឹកនិងជម្រះសាប៊ូនិងជូតខ្លួនចេញដោយកន្សែងពកោចេញពីបន្ទប់ទឹកដើម្បីដើរទៅមើលស្ថានភាពខាងក្រៅស្រាប់តែខ្ញុំភ្ញាក់ព្រឺតបេះដូងក៏លោតយ៉ាងលឿនកាលបើឃើញរូបភាពនៅចំចំពោះមុខមិនមែនខ្ញុំឃើញអមនុស្សទេអ្នកទាំងអស់គ្នាប្រហែលគិតបែបហ្នឹងហើយមួយទៅតែអ្វីដែលខ្ញុំឃើញនោះគឺដែលខ្ញុំមិនបានចាក់សោចិត្តនោះទេស្របពេលដែលបើកទ្វារចំហធ្លុងទៅវិញវាធ្វើឲ្យខ្ញុំកាន់តែមានអារម្មណ៍ព្រឺក្បាលនិងភ័យរោគប្រាប់អីមិនត្រូវព្រោះខ្ញុំប្រកាសថាខ្ញុំបានចាក់កន្លឹះបានយ៉ាងច្បាស់ណាស់បើកទ្វារបើកបានទោះតែមានសោពីខាងក្នុងឬខាងក្រៅប៉ុន្តែអ្នកនៅខាងក្នុងគឺមានតែខ្ញុំម្នាក់ទេមុននេះខ្ញុំជាប់ងូតទឹកទៀតអញ្ចឹងបើមានអ្នកខាងក្រៅចាក់សោចូលមកពួកគេក៏មិនអាចទម្លាក់ខ្លួននៅក្នុងបន្ទប់នេះដែរព្រោះកន្លែងនេះគ្មានកន្លែងគួរឲ្យសុំលាក់ពួនបានឡើយមិនអាចទៅរួចទេគឺវាមិនអាចជាដាច់ខាតព្រោះគ្មានសំឡេងឆ្កឹះសោឬសំឡេងបើកទ្វារអ្វីបានឡើយខ្ញុំឮតែសំឡេងគោះទ្វារតែប៉ុណ្ណោះពេលនេះខ្ញុំកាន់តែញ័រខ្លួនជាមួយនឹងអារម្មណ៍ភិតភ័យយ៉ាងខ្លាំងជាពិសេសពេលដែលអំពូលពងមាន់ដែលទុកសម្រាប់បំភ្លឺក្នុងបន្ទប់ដែលធ្លាប់តែភ្លឺខ្លាំងសោះហ្នឹងពេលនេះក៏បានបដូរជាពន្លឺខ្សោយគ្មានមូលហេតុទៅវិញខ្ញុំព្យាយាមដកដង្ហើមមកវិញខ្ញុំប្រាប់ខ្លួនឯងថាមិនអីទេ
ប្រហែលមកពីខ្ញុំគិតច្រើនពេកទេអីរួចក៏ខ្ញុំដើរទៅទាញទ្វារបិទវិញនិងស្លៀកពាក់ចូលគេងទុកកម្លាំងធ្វើការនៅថ្ងៃស្អែកមួយថ្ងៃទៀតគេងបានប្រហែលជា30នាទីខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាក្តៅមកភ្លាមការបើម៉ាស៊ីនត្រជាក់ក៏រលត់ផ្លាប់ដូចមាននរណាម្នាក់យកតេឡេបញ្ជាចុចឲ្យបិទអញ្ចឹងមើលទៅបន្ទប់ស្ថានភាពនេះប្រហែលជារោរឿងខ្ញុំមែនទែនហើយមើលទៅខ្ញុំរហ័សងើបមកអង្គុយទាំងបេកញើសជោកជាមួយនឹងការយកដៃចុចកង់តាក់បើកអំពូលពងមាន់នៅលើក្បាលដំណេកឲ្យភ្លឺឡើងនឹងរាវរកតេឡេម៉ាស៊ីនត្រជាក់ដើម្បីឲ្យច្បាស់ក្នុងចិត្តថាខ្ញុំច្រឡំរះដៃទៅចុចបិទដោយមិនដឹងខ្លួនឬមួយក៏យ៉ាងម៉េចអូវាបិទមែននេះខ្ញុំក៏សម្លឹងមកទាំងធូរទ្រូងដោយឃើញថាតេឡេវាបានបិទមែនខ្ញុំក៏លែងគិតច្រើនរួចក៏ចុចប៊ូតុងបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការឡើងវិញរួចក៏សង្ងំកេងបន្តទៀតទៅបន្ទាប់មកខ្ញុំក៏លើសំឡេងឈូខ្ញុំក៏ប្រញាប់ឡើងបើកភ្នែកទាំងដង្ហក់ខ្យល់ការបើបន្ទប់ដែលស្ងាត់មកជាយូរក៏ស្រាប់តែមានសំឡេងចាក់ទឹកមកឈូចេញពីបន្ទប់ទឹកទៅវិញមិនត្រឹមតែសំឡេងចាក់ទឹកតែប៉ុណ្ណោះទេតែម៉ាស៊ីនត្រជាក់ក៏ស្រាប់តែលោតបិទដោយខ្លួនឯងទាំងតេឡេនៅក្នុងដៃខ្ញុំមិនបានបញ្ជាសោះឡើយថាមិនមែននៅម្នាក់ឯងឡើយលើកនេះខ្ញុំដឹងច្បាស់ហើយថាខ្ញុំមិនមែននៅក្នុងបន្ទប់នេះតែម្នាក់ឯងទេគឺមាននរណាម្នាក់នៅក្នុងបន្ទប់នេះជាមួយខ្ញុំតាំងពីវិនាទីដំបូងដែលខ្ញុំឈានជើងមកម្ល៉េះហើយក៏ប្រហែលជាមានវេទមាននៅទីនេះតាំងពីមុនខ្ញុំមកដល់ទៀតក៏ថាបានដែរតើសំឡេងសោក៏បានបន្លឺឡើងមកខ្ញុំក៏ប្រញាប់ទាញទូរស័ព្ទមកបើកមើលរួចក៏បានឃើញថាវាជាសាររបស់ឆាដោយគេបានផ្ញើសារមកថាយប់នេះគេមិនបានត្រឡប់មកគេងជាមួយខ្ញុំទេអានហើយខ្ញុំព្រឺក្បាលខ្ញាក់លើកនេះខ្ញុំកាន់តែប្រកាសនឹងច្បាស់ក្នុងចិត្តហើយដោយមិនចាំបាច់ស្រែកសួរថាតើអ្នកណានៅក្នុងបន្ទប់ទឹកទេគឺខ្ញុំដឹងច្បាស់ថាមានខ្មោចនៅក្នុងបន្ទប់ជាមួយខ្ញុំ 100% ហើយខ្ញុំមិនមាត់ឬបញ្ចេញប្រតិកម្មអ្វីទាំងអស់ខ្ញុំជ្រើសរើសយកការអង្គុយស្ងាត់នៅលើគ្រែហើយថែមទាំងខ្ញុំបិទអំពូលភ្លើងធ្វើឲ្យបន្ទប់នេះងងឹតសូន្យឈឹងរកមើលអ្វីមិនឃើញសោះឡើយមិនយូរប្រមាណសំឡេងចាក់ទឹកដែលបន្លឺចេញពីបន្ទប់ទឹកក៏ស្ងាត់បាត់ទៅខ្ញុំក៏ដកដង្ហើមវិញមួយជាមួយនឹងញើសបេះថ្ងាសតែបន្តិចនោះសំឡេងទឹកលេងលឺស្រាប់តែជំនួសមកដោយសំឡេងទឹកស្រក់ប៉ះមកលើឥដ្ឋការ៉ូតក់តែសំឡេងនេះគឺបន្លឺចេញពីបន្ទប់ទឹករហូតមកដល់ក្បែរគ្រែដែលខ្ញុំកំពុងតែអង្គុយនេះតាមពិតទៅខ្ញុំកំពុងតែខ្លាចស្ទើរគៀងតាហើយតែខ្ញុំត្រូវតែតាំងចិត្តថានឹងនិយាយឲ្យដឹងខ្មៅសម្ដងមិនអញ្ចឹងទេយប់នេះខ្ញុំមិនអាចគេងគឺគ្មានកម្លាំងធ្វើការសំខាន់នៅថ្ងៃស្អែកនេះបានឡើយសំឡេងតក់នោះនៅតែបន្លឺមកមិនដាច់សូរដែលធ្វើឲ្យខ្ញុំអាចសន្និដ្ឋានបានថាខ្មោចដែលនៅក្នុងបន្ទប់ជាមួយខ្ញុំនេះអាចនឹងស្លាប់ដោយសារតែទឹកនេះមិនខានមានការអីអាចនិយាយគ្នាបានកុំគិតតែពីលោកខ្ញុំបែបនេះអីថ្ងៃស្អែកខ្ញុំមានកិច្ចការសំខាន់ត្រូវបំពេញទៀតខ្ញុំសូមអង្វរទៅចុះខ្ញុំនិយាយឃ្លានេះឡើងជាភាសាខ្មែរផងហើយក៏តបមកដោយភាសាអង់គ្លេសពីក្រោយព្រោះខ្ញុំមិនប្រកាសថាខ្មោចនេះជាសាសខ្មែរដូចខ្ញុំឬក៏ជាសាសបរទេសឡើយស្ងាត់ជ្រាបខ្មោចនោះមិនតបអ្វីមកខ្ញុំឡើយហើយក៏មើលឃើញថាគេមានរូបរាងយ៉ាងម៉េចព្រោះបរិយាកាសនៅពេលនេះគឺងឹតស្ទង់តែម្ដងប៉ុន្តែខ្ញុំមានអារម្មណ៍ថាមើលឃើញព្រៀងថាមានស្រមោលខ្មៅមួយស្ទៀងស្ទង់កំពុងឈរនៅក្បែរគ្រែខ្ញុំអង្គុយនេះកុំអារម្មណ៍អីខ្ញុំសន្យាថាខ្ញុំត្រឡប់ទៅស្រុកខ្មែរវិញខ្ញុំនឹងធ្វើបុណ្យឧទ្ទិសកុសលឲ្យគ្រាន់តែនិយាយបែបហ្នឹងរួចទាំងភាសាខ្មែរភាសាអង់គ្លេសសំឡេងទឹកស្រក់តក់ក៏បាត់ទៅភ្លាមហើយម៉ាស៊ីនត្រជាក់ក៏បានបើកដំណើរការមកជាប្រក្រតីឡើងវិញមិនតែប៉ុណ្ណោះខ្ញុំក៏មានអារម្មណ៍ថាស្រមោលខ្មៅស្ទង់នោះក៏រលាយទៅបាត់ដែរព្រឹកឡើងខ្ញុំក៏បានសាកសួរនឹងបុគ្គលិកអនាម័យហើយបុគ្គលិកនោះក៏បានប្រាប់ខ្ញុំដោយរលាកថាកាលពីឆ្នាំមុនមានស្ត្រីវ័យក្មេងជនជាតិខ្មែរម្នាក់ត្រូវបានគេចាប់ជ្រមុជទឹកឲ្យស្លាប់នៅក្នុងបន្ទប់នោះតែឃាតករត្រូវបានចាប់គុកទៅហើយទោះបីជារឿងឃាតកម្មនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយសារតែគ្មានសាច់ញាតិបងប្អូនទើបគ្មាននរណាម្នាក់ធ្វើបន់ឲ្យនាងហើយអញ្ចឹងហើយនាងក៏បង្ហាញខ្លួនឲ្យខ្ញុំឃើញព្រោះខ្ញុំជាជនជាតិខ្មែរដូចនាងដែរពេលដែលខ្ញុំបញ្ចប់កិច្ចការត្រឡប់មកពីប្រទេសថៃវិញខ្ញុំក៏មិនភ្លេចធ្វើបុណ្យឧទ្ទិសកុសល
ឲ្យនាងដែរដើម្បីឲ្យនាងបានទៅចាប់ជាតិតាមពាក្យសន្យារឿងរ៉ាវបោះរួមនេះហើយដែលធ្វើឲ្យខ្ញុំចងចាំនឹងតែងតែមិនដែលទៅណាឆ្ងាយឬគេនៅក្រៅដែលមិនមែនជាផ្ទះរបស់ខ្ញុំឬកន្លែងណាដែលមិនដឹងពីប្រវត្តិច្បាស់លាស់ឡើយព្រោះខ្ញុំមានមេរៀនរួចហើយជាមួយរឿងវិញ្ញាណបែបនេះសំណាងហើយថ្ងៃនេះខ្ញុំជួបវិញ្ញាណស្លូតចូលបើប៉ះវិញ្ញាណតៃហងខ្មោចកាច់វិញខ្ញុំប្រហែលជាត្រូវស្លាប់បាត់បង់សតិជាមិនខានឡើយជាបបិសោតដ៏ព្រឺព្រួយរបស់ខ្ញុំបែបនេះហើយខ្ញុំក៏ចង់រំលឹកដល់អ្នកដែលចូលចិត្តដើរឆ្ងាយនិងស្នាក់នៅតាមស្ថានភាពមុនចូលនៅឬក៏គេងសូមស៊ើបប្រវត្តិឲ្យច្បាស់ជាមុនសិនព្រោះទីកន្លែងក៏វាមានប្រវត្តិដែលគ្រាន់តែជាកន្លែងខ្លះប្រវត្តិល្អកន្លែងខ្លះប្រវត្តិមិនល្អដែរតែប៉ុណ្ណោះបើមិនចង់ជួបរឿងចម្លែកចម្លែកឬខ្មោចបាសសក់ត្រូវចាំពាក្យខ្ញុំទុកហើយដាច់ខាតបើមិនជឿកុំប្រមាថខ្ញុំប្រាប់យកតែប៉ុន្តែប៉ុណ្ណឹងហើយរឿងរ៉ាវនេះដែរគឺបញ្ចប់តែត្រឹមហ្នឹងសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា